បើយោងតាមព័ត៌មានជាក់លាក់មួយទទួលបាននៅថ្ងៃទី13ធ្នូឆ្នាំ2025នេះស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាសៀមបានវិវត្តយ៉ាងតឹងរ៉ឹងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាច្រើនឆ្នាំមកហើយខាងក្រោមនេះជាការរៀបរាប់ខ្លះៗអំពីសកម្មភាពឈ្លានពានរបស់ភាគីសៀមនិងប៉ះពាល់មកលើកម្ពុជាមានដូចជា1យុទ្ធនាការឈ្លានពានរបស់សៀមព្រឹត្តិការណ៍ខែធ្នូ2025កងទ័ពសៀមបានបើកការវាយប្រហារយ៉ាងទ្រង់ទ្រាយធំមកលើកម្ពុជាដោយប្រើប្រាស់កម្លាំងចំនួន3ប្រភេទគឺជើងអាកាសជើងគោកនិងជើងទឹកការវាយប្រហារតាមផ្លូវអាកាស Air Street សៀមបានបញ្ជូនយន្តហោះចម្បាំងទំនើបប្រភេទ F16 ចូលមកឈ្លានពានដែនអាកាសកម្ពុជាដែលបានបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកយ៉ាងសាហាវទៅលើស្រុកវាលវែងខេត្តពោធិ៍សាត់ការវាយប្រហារលើផ្លូវអាកាសនេះបានបំផ្លាញគោលដៅស៊ីវិលនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររួមមានស្ថានភាពមួយកន្លែងនិងស្ពានចំនួន2នៅតំបន់ច្រកទ្វារព្រំដែនថ្មដាដែលបានផ្ដាច់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរការបាញ់ប្លង់តាមផ្លូវគោក Artillery Shelling កំភ្លើងធំរបស់ពួកសៀមបានបាញ់ប្លង់តម្រង់មកលើភូមិឋានប្រជាពលរដ្ឋខ្មែរនិងប៉ុស្តិ៍ការពារព្រំដែនរបស់កម្ពុជាតំបន់រងគ្រោះធ្ងន់ធ្ងររួមមានខេត្តបន្ទាយមានជ័យរងការវាយប្រហារនៅភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនខេត្តឧត្តរមានជ័យគ្រាប់ប្លង់បានធ្លាក់ចំឃុំបេងនិងភូមិគោកខ្ពស់ខេត្តព្រះវិហារមានការវាយប្រហារនៅតំបន់ប្រាសាទតាក្របីការវាយប្រហារតាមផ្លូវទឹក Naval Attacks ដែលក៏ត្រឹមព្រឹកថ្ងៃទី13ធ្នូនេះស្ថានភាពកាន់តែខ្លាំងក្លាដោយសារតែកងទ័ពជើងទឹកសៀមបានចាប់ផ្ដើមប្លង់គ្រាប់ចូលទៅក្នុងភូមិសាស្ត្រខេត្តកោះកុងសកម្មភាពនេះបានបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនៅតំបន់ឆ្នេរត្រូវភៀសខ្លួនជាបន្ទាន់ដើម្បីស្វែងរកទីតាំងសុវត្ថិភាពចំណុចទី2វិនាសកម្មនិងផលប៉ះពាល់ដែលកើតត្រឹមថ្ងៃ13ធ្នូឆ្នាំ2025ការវាយប្រហារដោយគ្មានញើសដៃពីសំណាក់ពួកសៀមបានបង្កសោកនាដកម្មដូចខាងក្រោមការបាត់បង់ជីវិតនិងរបួសរបាយការណ៍បឋមបានបញ្ជាក់ថាជនស៊ីវិលខ្មែរយ៉ាងតិចចំនួន11នាក់និងរបួសធ្ងន់ស្រាលជិត60នាក់នេះជាការបាត់បង់មនុស្សតែមិនអាចកាត់ថ្លៃបានប្រជាពលរដ្ឋខ្មែរជាង30,000នាក់ដែលបានរស់នៅតាមតំបន់ជាប់ព្រំដែនជាពិសេសពោធិ៍សាត់កោះកុងនិងឧត្តរមានជ័យត្រូវបានបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងដើម្បីជម្លៀសខ្លួនមកកាន់ទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ប្រយុទ្ធការខូចខាតស្ពានផ្លូវថ្នល់និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវបានខ្ទេចខ្ទីដែលជាផលប៉ះពាល់សេដ្ឋកិច្ចជាតិនិងជីវភាពប្រជាជនយ៉ាងធ្ងន់ធ្ងរចំណុចទី3ពួកសៀមមិនមានភាពច្បាស់លាស់នៅក្នុងការគោរពបទឈប់បែករបស់អន្តរជាតិទេទោះបីជាមានការខិតខំប្រឹងប្រែងពីអន្តរជាតិដែលកើតត្រឹមថ្ងៃ12ធ្នូលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកបានប្រកាសថាភាគីសៀមនិងកម្ពុជាយល់ព្រមបញ្ឈប់ការបាញ់គ្នាក៏ដោយប៉ុន្តែពួកសៀមមិនគោរពការសន្យានេះឡើយជាក់ស្ដែងនៅព្រឹកថ្ងៃ13ធ្នូការវាយប្រហារពីសំណាក់ភាគីសៀមនៅតែបន្តការកើនឡើងយ៉ាងសាហាវនៅតំបន់មួយចំនួនដូចជាខេត្តកោះកុងនិងឧត្តរមានជ័យដែលធ្វើឲ្យការប្រកាសបទឈប់បាញ់នៅតែអាសាបង់និងស្ថានភាពនៅតែបន្តការច្របូកច្របល់ចំណុចទី4នេះគឺជាសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានៅក្នុងកលតិស័កដ៏លំបាកមួយនេះកម្ពុជាជាជនរងគ្រោះនៃការឈ្លានពានរបស់ពួកសៀមដូច្នេះកម្ពុជាមិនមែនជាអ្នកបង្កសង្គ្រាមទេប៉ុន្តែជាអ្នកដែលត្រូវបានគេឈ្លានពានអ្វីដែលប្រជាជនខ្មែរចង់បាននៅពេលនេះគឺការបញ្ឈប់ការបាញ់គ្នាពីសំណាក់ពួកសៀមដើម្បីឲ្យកុមារបានទៅសាលារៀនកសិករបានទៅធ្វើស្រែចម្ការនិងប្រជាពលរដ្ឋខ្មែរបានរស់នៅយ៉ាងសុខសាន្តចំពោះប្រជាជនកម្ពុជាដែលឆ្លងកាត់ការឈឺចាប់ចំពោះសង្គ្រាមនេះសូមអំពាវនាវដល់ជនរួមជាតិទាំងអស់គ្នាឲ្យមានស្មារតីសាមគ្គីជាចម្បងមកដល់ជនរងគ្រោះនិងផ្ដល់កម្លាំងចិត្តដល់កងទ័ពជើងមុខដើម្បីការពារបូរណភាពទឹកដីដែលដីសវណ្ណភូមិដោយសារតែសម្លេងគ្រាប់ផ្លោងរបស់ពួកសៀមបានបន្សល់ទុកនៅរបួសផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរដូច្នេះសន្តិភាពផ្លូវចិត្តនិងការបញ្ចប់សង្គ្រាមគឺជាថ្នាំដ៏ស័ក្តិសិទ្ធិបំផុតរបស់ប្រជាជនកម្ពុជាសរុបសេចក្តីមកសកម្មភាពរបស់ពួកសៀមបានប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំរហូតដល់ប្រើប្រាស់យន្តហោះចម្បាំងនិងនាវាចម្បាំងបំផ្លាញទឹកដីកម្ពុជាគឺជាទង្វើដែលមិនអាចទទួលបានកម្ពុជាត្រូវការសន្តិភាពនិងយុត្តិធម៌ចាំបាច់បំផុតនៅពេលនេះ